ពួកមនុស្សទាំងអស់អត់មានវិណាគេមាន cyber security ទេនៅតាំងប្រព័ន្ធគ្រប់គ្រងរាងកាយរបស់មនុស្សទាំងការគិតវាគ្មានវិណាគេមានអានឹងធានារ៉ាប់រងទេអត់មានទេអញ្ចឹងកុំបារម្ភប្រើ system ប្រើ smartphone អត់យល់ពី cyber security អញ្ចឹងមកឲ្យពួកខ្ញុំធានាទៅលើ system របស់ខ្ញុំឆ្លើយថាមានតែ innovation ទេអាច protect កិច្ចការងារទាំងអស់ហ្នឹងបាទប្រហែលជា engineer ច្រើនដែលគាត់យកចិត្តទុកដាក់ជាមួយនឹង cyber security ប៉ុន្តែយើងដឹងស្រាប់ហើយថាគ្រប់ប្រព័ន្ធគ្រប់ system ទាំងអស់ត្រូវតែមាន cyber security cyber security មានសារៈសំខាន់អីខ្លះទៅកាន់ system របស់ VP Start VP Start យើងមិនមែនធ្វើ system តែមួយណាយើងធ្វើរហូតដល់ sustainability system ប្រព័ន្ធ grid មួយទាំងមូលបើប្រព័ន្ធ cyber security យើងមានបញ្ហាអញ្ចឹងការដោះស្រាយទៅលើបញ្ហាបច្ចេកទេសផ្សេងៗទាំង telecommunication ទាំង system ទាំង software hardware ទាំងអស់ internet of things ទាំងអស់ដែលយើង access ហើយយើងក៏មិនមែនធ្វើតែម្នាក់ឯងដែរគឺយើងភ្ជាប់ជាមួយនឹង existing devices ពីក្រុមហ៊ុនផ្សេងៗច្រើនភ្ជាប់គ្នាជាមួយនឹង system របស់យើងអញ្ចឹងវាមានភាពស្មុគស្មាញខ្លាំងទាំង hardware ទាំង software system របស់យើងអត់មាន cyber security ទៅ protect ទេតាមពិត cyber security ដែលសំខាន់ជាងគេនៅក្នុង innovation នោះទេវាមិនមែនអ្វីដែលយើងប៉ះបាននៅលើ tangible product នៅលើ data ដែលយើង protect បានអញ្ចឹងអត់មានអីពិបាកស្វែងយល់ទេយើងអត់ស្គាល់ cyber security របស់ smartphone ទេនាំគ្នាទៅទិញអត់ដឹងថា system គេ protect បានត្រឹមកម្រិតណាផងមូលហេតុអីបានយើងប្រើ smartphone ទាំងអស់នោះដោយសារយើងជឿទៅលើក្រុមហ៊ុនទាំងអស់នោះដែរដូច្នេះហើយ VP Start មានស្រទាប់ច្រើននៅក្នុងការពារទៅលើកិច្ចការទាំងអស់នេះយើងមិនមែនផ្ដោតទៅលើតែ cyber security ដែលតាក់ទងជាមួយនឹង system ជាមួយនឹង machine ទេប៉ុន្តែ cyber security ធំជាងគេរបស់ VP Start គឺនៅក្នុង innovation របស់យើងដែលយើង cover សឹងទាំងអស់ហើយក្នុងកិច្ចការងារនេះគឺយើង confident តាក់ទងមួយកិច្ចការលើ cyber security អញ្ចឹងហើយយើងក៏ត្រូវ confident លើកិច្ចការងារយើងដែរបើទោះបីគេលួច data របស់យើងក៏អត់មានយកទៅប្រើនៅណាកើតដែរពីព្រោះវាជាប្រព័ន្ធ power grid internet of things អញ្ចឹងដែលវាភ្ជាប់ជាមួយនឹង device ច្រើនអញ្ចឹងវាមានលក្ខខណ្ឌក្នុងការដោះស្រាយផ្សេងគ្នាទៅតាមចរិតលក្ខណៈនិងការប្រើប្រាស់ដែរប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនៅក្នុងថ្ងៃនេះកុំវាគ្រាន់តែជារូបភាព big picture មួយដែលយើងត្រូវតែ confident ទៅលើកិច្ចការទាំងអស់នេះបើគ្រាន់តែទៅរៀនពី cyber security ពីណាគេក៏រៀនបានដែរទៅសាលារៀនមកទៅប៉ុន្តែបើសួរថាធ្វើម៉េចបានអាចទុកចិត្តថា system ហ្នឹងយើងហ៊ានប្រើប្រាស់វាយើងដឹងទាំងអស់គ្នាហើយថាវាមានភាពស្មុគស្មាញវាមានការដោះស្រាយច្រើនស្រទាប់ទាំងកិច្ចការងារដែលមានការ access hack ពី malicious actor មួយចំនួនដែលគាត់ព្យាយាម access ចូលទៅកាន់ system យើងនៅពេលដែល solution វាកាន់តែ popular ទៅវាកាន់តែ scale ធំទៅគឺវាមាន case កើតឡើងគ្រប់វិនាទីទាំងអស់យើងជិះអត់ផុតទេសូម្បីតែក្រុមហ៊ុនល្បីៗដូច Apple ដូចអីក៏មាន access ចូលទៅបានដូចតែគ្នាទេអញ្ចឹង protect ប៉ុណ្ណាក៏វានៅតែចូលបានប៉ុន្តែយើងព្យាយាមធ្វើយ៉ាងម៉េចឲ្យ error កាន់តែទូចនៅក្នុង protection ប៉ុន្តែជាគោលដៅតាក់ទងមួយ cyber security ខ្ញុំគិតថាមានតែវិស្វករដែលគាត់ធ្វើទៅលើកិច្ចការងារហ្នឹងទេដែលគាត់យល់ពីការងារ protect ទៅលើ data ទាំងអស់ហ្នឹងបានប៉ុន្តែសួរថាបើសិនជាយើងធ្វើទាំងអស់ហ្នឹងបានហើយគេជឿអត់គេហ៊ានប្រើ system យើងអត់ក៏អត់ដែរក៏វានៅតែអត់ដែរមានក្រុមហ៊ុនច្រើនណាស់ដែលគាត់ apply system cyber security តែមួយទេប៉ុន្តែហេតុអីបានពួកគាត់អត់ជោគជ័យដោយសារ management system ដោយសារការជឿទុកចិត្តទៅលើ solution ទៅការ process ផ្សេងទាំងinnovative idea ផ្សេងហ្នឹងវាធ្វើឲ្យមានភាពរំខានច្រើនពួកមនុស្សទាំងអស់អត់មានវិណាគេមាន cyber security ទេនៅតាំងប្រព័ន្ធគ្រប់គ្រងរាងកាយរបស់មនុស្សទាំងការគិតវាគ្មានវិណាគេមានអានឹងធានារ៉ាប់រងទេអត់មានទេអញ្ចឹងកុំបារម្ភប្រើ system ប្រើ smartphone អត់យល់ពី cyber security អញ្ចឹងមកឲ្យពួកខ្ញុំធានាទៅលើ system របស់ខ្ញុំឆ្លើយថាមានតែ innovation ទេអាច protect កិច្ចការងារទាំងអស់ហ្នឹងបាទ